ចាជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺថាតើជាថ្ងៃចូលឆ្នាំបងប្អូនតែទើបទាំងបានកាត់វីដេអូចានិងបញ្ចូលសំឡេងចឹងណាថ្ងៃចូលឆ្នាំហ្នឹងគឺនាងខ្ញុំបានទៅខាងខេត្តបាត់ដំបងហើយមកវិញហ្នឹងក៏បានចូលនៅខាងខេត្តពោធិ៍សាត់ចាគឺចូលទៅកន្លែងលោកតាមេតបឃ្លាំងមឿងលោកជំទាវខៀវចឹងណាបងប្អូនចាហើយថ្ងៃនាងខ្ញុំទៅហ្នឹងគឺតាមមានបងប្អូនយើងគាត់អញ្ជើញមកច្រើនមែនតែនចាពួកអីចាំថ្ងៃឡើងវិរិយឡើងសាក់បងប្អូនចាថ្ងៃចូលឆ្នាំទី3អញ្ចឹងណាចានេះគឺឡើងសាក់សិតចាឡើងលោកតាឃ្លាំងមឿងលោកជំទាវខៀវអញ្ចឹងណាបងប្អូនចាគឺខ្ញុំអត់សូវស្គាល់លោកជំទាវទេខ្ញុំចាំបានតែឈ្មោះលោកមេតបចាគឺចាំច្បាស់មែនតែនហើយគឺថាគោរពបូជាតែម្ដងអញ្ចឹងណាបងប្អូនគឺខ្ញុំឧស្សាហ៍មកបងប្អូនគឺមួយឆ្នាំអញ្ចឹងទៅមកម្ដងពួកអីរៀងឆ្ងាយដែរអញ្ចឹងណាបងប្អូនចាអញ្ចឹងយើងក៏ឆ្លៀតមកគឺថាឃើញបងប្អូនយើងមកគោរពបូជាច្រើនមែនតែនបន់ស្រន់អញ្ចឹងណាបងប្អូនសូមសុខសប្បាយឆ្នាំថ្មីនឹងសូមឲ្យមានតែភាពត្រជាក់ត្រជុំទាំងអស់គ្នាអញ្ចឹងណាបងប្អូនចាបន្ទាប់ពីខ្ញុំចូលបានអុជធូបអីអញ្ចឹងទៅនាងខ្ញុំក៏បានដើរមកចេញមកអញ្ចឹងណាបងប្អូនចាហើយធំមែនតែនស្អាតមែនតែនទីធ្លានៅកន្លែងលោកតាឃ្លាំងមឿងហ្នឹងណាបងប្អូនចាហើយគឺមើលទៅគឺថាគួរឲ្យចង់កយគុណតែម្ដងបងប្អូនចាឡើងហ្នឹងគឺខ្ញុំបានដើរមកដល់កន្លែងផ្ដាច់គ្រោះបងប្អូនចានេះយើងមានកន្លែងផ្ដាច់គ្រោះអញ្ចឹងណាចាយើងដើរចូលតាមហ្នឹងមកបងប្អូនចាដើម្បីផ្ដាច់គ្រោះមិនល្អគ្រោះអីទាំងអស់ហ្នឹងគឺផ្ដាច់ចេញអស់ទៅយើងនាំមកតលៀបសំណាងចាតាជាតជុំឆ្នាំថ្មីហ្នឹងអញ្ចឹងណាហើយមានបងប្អូនយើងគឺមកច្រើនថ្ងៃហ្នឹងណាបងប្អូនចាហើយខ្ញុំហ្នឹងគឺថាមកជាមួយនឹងកូនដែរហើយហ្នឹងគឺថារៀងបាក់ចាដើរលេងចូលឆ្នាំ2 3ថ្ងៃអញ្ចឹងទៅណាបងប្អូនចាហើយក៏បានដើរចូលមកដល់កន្លែងឆ្នាំទាំង12អញ្ចឹងណាហើយឆ្នាំមួយណាជាឆ្នាំរបស់បងប្អូនដែរចាមានជ្រូកមានកណ្ដុរមានឆ្កែមានឆ្វាមានមាន់អញ្ចឹងណាបងប្អូនចាមានសេះមានអីចឹងទៅពពែអីចឹងណាបងប្អូនចាហើយចំពោះឆ្នាំនីមួយគឺសិតតំណាងឲ្យមានធាតុចឹងណាបងប្អូនចាហើយខ្ញុំនឹងគឺនៅចុងបន្តិចបណ្ដោះឆ្នាំខ្ញុំចឹងណាហើយសូមអរគុណបងប្អូនទាំងអស់គ្នាដែរណាដែលបានចូលមកវីដេអូនៅក្នុង YouTube របស់នាងខ្ញុំដែលមានឈ្មោះថាសាផនម្ហូបឆ្ងាញ់ចឹងណាបងប្អូនចាមករយៈនេះអត់បានធ្វើម្ហូបទេបងប្អូនអើយរវល់អញ្ចឹងទៅក៏បានចេញវីដេអូខ្លះអញ្ចឹងណាបងប្អូនកុំភ្លេចជួយ like ជួយ share ម្នាក់មួយផងណាបងប្អូនបើពេញចិត្តវីដេអូរបស់នាងខ្ញុំអញ្ចឹងណាចានេះបងប្អូនចាគឺថាយើងដើរមករហូតអញ្ចឹងមកណាចាគឺថានៅកន្លែងយើងចូលតាមច្រកផ្ដាច់គ្រោះហើយយើងចេញទៅវិញនៅច្រកផ្សេងទៀតចឹងណាបងប្អូនយើងកុំចេញទៅច្រកដដែលយើងចូលតាមច្រកផ្សេងយើងចេញមកតាមច្រកផ្សេងនេះគឺខ្ញុំចាប់ផ្ដើមចេញមកវិញបងប្អូនចានេះគឺចេញមកច្រកផ្សេងចឹងទៅបងប្អូនយើងចូលខាងនោះយើងចេញមកខាងនេះអញ្ចឹងណាបងប្អូនចានេះកូនខ្ញុំនេះបងប្អូនចាស្ពានផ្ដាច់គ្រោះចាខាងនោះមិញគឺផ្ដាច់គ្រោះដែរតែយើងឡើងតាមស្ពានហ្នឹងមកសូមឲ្យគ្រោះមិនល្អទាំងប៉ុន្មានហ្នឹងគឺថាចេញពីខ្លួនយើងចាអស់ចឹងណាបងប្អូនចាសូមឲ្យជួបតែរឿងល្អសំណាងល្អក្នុងឱកាសចូលឆ្នាំថ្មីចាគឺថាឆ្លងផុតអស់ទៅឆ្នាំចាស់នឹងផ្លាស់ចូលឆ្នាំថ្មីមានតែលៀបមានជ័យលុយចូលចានចឹងណាបងប្អូនចាទាំងអស់គ្នាបងប្អូនអាចទៅបានគឺថាស្រស់ស្អាតមែនតែនទីធ្លានៅកន្លែងលោកតាឃ្លាំងមឿងហ្នឹងអរគុណបងប្អូនទាំងអស់គ្នា